បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការកំណត់ទៅលើក្របសភៅសម្រាប់ធ្វើຂະຫນាត A5 បាទសភៅសរសេរដៃអញ្ចឹងនេះគឺជាគំរូដែលខ្ញុំបានរៀបចំជូនសម្រាប់ឲ្យអ្នកទាំងអស់គ្នានឹងបានធ្វើការពិនិត្យមើលអញ្ចឹងតើយើងធ្វើគំរូនឹងបែបណាអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអំពីរបៀបកំណត់កណ្ដាស់ហើយនឹងរបៀបកំណត់ទំហំនឹងធ្វើម៉េចឲ្យត្រូវនៅពេលដែលយើងយកវាទៅ print ដាក់នៅលើសភៅដែលយើងសរសេរដៃហ្នឹងជាពិសេសគឺបងប្អូនដែលចិត្តចូលរៀនវិស្វកម្មថ្មីហ្នឹងគឺថ្នាក់ទី11 12 13ថ្នាក់បឋមអីទាំងអស់ហ្នឹងបងប្អូនត្រូវការធ្វើសភៅអីគឺអាចមើលវីដេអូនេះបានណាក្នុងវីដេអូនេះគឺសំខាន់មែនទែនសម្រាប់ធ្វើការក្របសភៅបាទធ្វើក្របសភៅសម្រាប់ដាក់ទៅលើសភៅសរសេររបស់បងប្អូនទាំងអស់គ្នាហ្នឹងគឺងាយស្រួលបាទអញ្ចឹងកុំឲ្យខាតពេកខ្ញុំសូមបង្ហាញវីដេអូយកតែម្ដងអញ្ចឹងជាដំបូងគឺបងប្អូនត្រូវធ្វើការបើកកម្មវិធីមួយមកអញ្ចឹងអានេះខ្ញុំធ្វើជាឧទាហរណ៍ទេបាទអញ្ចឹងខ្ញុំសូមបើកថ្មីមួយអញ្ចឹងដល់ត្រង់ចំណុចនេះគឺយើងធ្វើការបើកទៅលើ Word ថ្មីមួយមកបាទខ្ញុំចុចទៅលើនេះដោយសារតែខ្ញុំដាក់លើនេះបងប្អូនអត់មានទេអាចចុចបើកថ្មីមកបាទអញ្ចឹងពេលដែលចុចបើកមករឿងសំខាន់ដំបូងគេបំផុតដែលបងប្អូនត្រូវធ្វើឬបងប្អូនត្រូវធ្វើហ្នឹងគឺបងប្អូនត្រូវចូលទៅកាន់ពាក្យថា layout ហេតុអីបានយើងត្រូវការចូលទៅកាន់ layout ដំបូងគេគឺយើងចូលទៅធ្វើការកំណត់ទំហំกระดาษរបស់យើងនោះឲ្យត្រូវសិនរួចហើយចាំយើងធ្វើការតុបតែងឬក៏ហៅថា decor លើវាអញ្ចឹងដំបូងគឺយើងចូលធ្វើការចុចទៅលើ layout បាទហើយបងប្អូនជ្រើសរើសពាក្យថា page setup មកបាទចុចលើវាមកអូខេត្រង់ចំណុច page setup page setup នេះគឺបងប្អូនមើលទៅលើតែ2ចំណុចទេគឺទី1បងប្អូនមើលទៅលើ margin ទី2គឺមើលទៅលើ paper អញ្ចឹងខ្ញុំសូមបង្ហាញអំពីការកំណត់ទៅលើ margin មុនអញ្ចឹងបងប្អូនត្រូវកំណត់សម្គាល់ដែរថាជាទូទៅសភៅដែលបងប្អូនយកគ្រាប់ទៅដាក់ហ្នឹងគឺពេលដែលយើងដាក់គឺដាក់នៅខាងស្ដាំអញ្ចឹងពេលដែលបត់សភៅដាក់គ្រាប់ទៅគឺសាច់กระดาษខាងក្រោយហ្នឹងគឺបត់ទៅខាងក្រោមសភៅអញ្ចឹងបងប្អូនត្រូវតែកំណត់បច្ច្រាស់ទិសឡើងវិញគឺទី1គឺ top នេះបងប្អូនចូល1ទៅហើយចំណែក left អញ្ចឹងពេលដែលយើងយកទៅបត់ដាក់ខាងស្ដាំប៉ុន្តែជាក់ស្ដែងក្នុងការកំណត់គឺបងប្អូនត្រូវកំណត់ផ្នែកខាងឆ្វេងអញ្ចឹងយើងកំណត់ខាងឆ្វេងគឺយក15សង់ទីម៉ែត្រហើយខាងក្រោមយក1ទៅហើយឆ្វេងក៏1ដែរបាទអញ្ចឹងយើងយកផ្នែកខាងឆ្វេងហ្នឹងគឺធំជាងគេឲ្យវារត់ទៅផ្នែកខាងឆ្វេងឲ្យអស់តែម្ដងមានន័យថាយើងកំណត់នេះកំណត់ឲ្យសាច់ផ្នែកខាងឆ្វេងហ្នឹងគឺអស់អត់មានសល់កន្លែងសរសេរទេធ្វើម៉េចឲ្យសល់តែ3 4ជ្រុងខាងហ្នឹងទេគឺខាងលើឆ្វេងស្ដាំក្រោមអញ្ចឹងទៅបាទអញ្ចឹងខាងឆ្វេងឲ្យសំទោសអត់មានខាងឆ្វេងទេអូខេអញ្ចឹងក្រោយពីកំណត់រួចហើយបងប្អូនអាចធ្វើការមើលទៅលើ landscape អញ្ចឹងពេលដែលចុចទៅអាចលើសអញ្ចឹងមិញតាមពិតបងប្អូនត្រូវរើសនេះមុនបាទអញ្ចឹងបើខុសបងប្អូនធ្វើការកែឡើងវិញបាទកែឡើងវិញមកអញ្ចឹងខាងឆ្វេងគឺត្រូវតែយក15ណាបងប្អូនចំណាំទុកបាទបងខាងឆ្វេងគឺ15រួចរាល់ហើយគឺបងប្អូនធ្វើការមកមើលទៅលើ paper មួយទៀតបាទ paper នេះគឺយើងយកຂະຫນាត A4 មកដើម្បីដាក់ឲ្យវាត្រូវរបស់យើងសភៅអូខេអញ្ចឹងពេលបងប្អូនមើលគំរូនេះឃើញទេអញ្ចឹងមានន័យថាខាងឆ្វេងនេះគឺទៅសេអត់បានទេដោយសារតែយើងកំណត់15សង់ទីម៉ែត្រហ្នឹងគឺវាចូលដល់នេះអស់ហើយអញ្ចឹងយើងទុកគែមហ្នឹងគឺ1សង់ទីម៉ែត្របាទអញ្ចឹងយើងរួចរាល់ហើយយើងអូខេមកបាទអូខេនេះអញ្ចឹងយើងបានកระดาษរបស់យើងប៉ុណ្ណេះមកអ្វីដែលបងប្អូនធ្វើបន្ទាប់នោះគឺត្រូវតែទៅដាក់ស៊ុំបាទដាក់ស៊ុំបាទឆ្លាញ់ស៊ុំយើងបងប្អូនអាចចេះដាក់ស៊ុំទេអាចចូលទៅមើលមេរៀនមុនហ្នឹងបាទមេរៀនបន្ទាប់ពីហ្នឹងដែលខ្ញុំបានបង្ហាញអំពីប្រើប្រាស់ page border បាទអាចទៅមើលបានក្នុងមេរៀនហ្នឹងគឺដូចគ្នាអញ្ចឹងមេរៀនហ្នឹងគឺជាប់គ្នាទេបាទតាក់ទងគ្នាអញ្ចឹងបើសិនជាបងប្អូនចង់មើលអាចមើលពីដើមមកបាទចេះហើយវីដេអូទាំងអស់ហ្នឹងគឺ free ទេគឺអាចចូលមើលបានអូខេអញ្ចឹងយើងធ្វើការជ្រើសរើសមកបាទខ្ញុំចូលទៅកាន់ design ហើយយើងធ្វើការដាក់ border តែម្ដងបាទអញ្ចឹងពេលដែលចូលដល់ត្រង់នេះគឺបងប្អូនចុចទៅលើ page border នេះមកបាទនេះខ្ញុំបានបង្ហាញជាវីដេអូហើយបាទអញ្ចឹងយើងធ្វើការរើសស៊ុំមកអានេះមិនមែនដាក់បានតែរូបបេះដូងទេបងប្អូនឆ្លាញ់រូបណាដាក់រូបហ្នឹងទៅអាហ្នឹងអាស្រ័យលើការចំណង់ចំណូលចិត្តហ្នឹងផ្សេងគ្នាអញ្ចឹងខ្ញុំធ្វើជាឧទាហរណ៍ខ្ញុំយករូបបេះដូងទៅបាទដើម្បីឲ្យមើលទៅរៀងស្វីតស្អាតអញ្ចឹងទៅឲ្យបងប្អូនមើលតាក់ទាញហ្នឹងហើយអូខេអញ្ចឹងទំហំយកប៉ុណ្ណាក៏បានដែរយើងមិនកំណត់ទេបាទឆ្លាញ់ប៉ុណ្ណាយកប៉ុណ្ណឹងចុះខ្ញុំយក18ហើយយើងអត់តាន់ជួយអូខេទេដល់កន្លែងសំខាន់ណាកន្លែងនេះគឺសំខាន់បំផុតណាបើសិនជាបងប្អូនទាំងអស់គ្នា
ឬក៏បងធ្វើហ្នឹងអត់ចូលទៅlạiហ្នឹងទេគឺដល់អត់បានទេអញ្ចឹងយើងចុចទៅលើ option នេះមួយមកហើយចុចពាក្យថា text អញ្ចឹងបដូរវាចេញរបស់វាដំបូងគឺ egg opaque នេះគឺដូរវាចេញមកយើងដាក់វាជា text វិញណាបាទហើយអូខេមកមិនបាច់ប៉ះពាល់អីទេឬដល់អញ្ចឹងប៉ុណ្ណឹងមកយើងចុចអូខេទៀតបាទនេះគឺយើងបានទម្រង់បែបនេះតែម្ដងអញ្ចឹងពេលដែលបងប្អូនទាំងអស់គ្នាធ្វើការគឺធ្វើការនៅផ្នែកខាងឆ្វេងខាងស្ដាំខាងឆ្វេងគឺទុកចោលណាអូខេអញ្ចឹងយើងអាចធ្វើការ decor ដោយដែលគំរូដែលខ្ញុំបានរៀបចំជូនហ្នឹងបាទនេះគំរូនេះអញ្ចឹងមានឈ្មោះវិទ្យាល័យមានថ្នាក់ទីប្រមាណអីចឹងទៅដាក់មុខវិជ្ជាដាក់អីតាមតម្រូវការជាក់ស្ដែងមានឆ្នាំសិក្សាមានអីចឹងទៅបាទអូខេអញ្ចឹងមេរៀននេះគឺមានប៉ុណ្ណឹងសម្រាប់បងប្អូនឬក៏បងប្អូនសិស្សានុសិស្សទាំងអស់គ្នាមានបញ្ហាចម្ងល់អីគឺអាច comment នៅខាងក្រោមវីដេអូហ្នឹងបានហើយខ្ញុំនឹងធ្វើការឆ្លើយជូនបាទអញ្ចឹងវីដេអូនេះសូមបញ្ចប់ប៉ុណ្ណឹងបាទសូមអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាយើងជួបគ្នានៅពេលក្រោយបាទសូមអរគុណសូមជម្រាបលា